ដល់ខែក្តៅបែបនេះការប្រើប្រាស់លេខការពារកម្ដៅថ្ងៃរឹតតែសំខាន់អញ្ចឹងសួរថាតើគួរបង្កើនចំនួនដងនៃការលាបឬក៏អត់អញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់លេខការពារកម្ដៅថ្ងៃទី1គឺចំនួនដងន័យថាបើសិនជាយើងចេញទៅខាងក្រៅ outdoor ត្រូវថ្ងៃយ៉ាងហោចណាស់2ម៉ោងលាបម្ដងក្នុងបរិមាណមួយដែលគ្រប់គ្រាន់ហើយនឹងមុននឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមលាបហ្នឹងអ្នកទាំងអស់គ្នាអាចលាងជាមួយនឹងទឹកធម្មតាក៏បានអ្នកទាំងអស់គ្នាអាចសម្អាតជាមួយនឹង micellar water សិនក៏បានអញ្ចឹងធ្វើយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាត្រូវតែលាបម្ដងទៀតរាល់2ទៅ3ម៉ោងម្ដងយ៉ាងយូរបំផុតអានឹងបើសិនជាអ្នកទាំងអស់គ្នានៅខាងក្រៅតែបើសិនជាអ្នកទាំងអស់គ្នានៅក្នុងបន្ទប់បិទជិតមានម្លប់មានអីទេមួយថ្ងៃលាបត្រឹម2ទៅ3ដងគឺគ្រប់គ្រាន់ទោះបីជាខែក្តៅក៏ដោយពីព្រោះត្រឹមតែកម្ដៅយើងនៅក្នុងផ្ទះមានម្លប់មានដបូលគឺវាអាចប៉ះពាល់ដល់ស្បែករបស់យើងទេប៉ុន្តែពន្លឺថ្ងៃទើបធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់យើងបាទអរគុណច្រើន